ក្រុមខ្លាំងប៉ះខ្លាំងហើយបាទគោជលអេស្ប៉ាញទៅប៉ះជាមួយនឹងក្រុមបញ្ញខែលប៉ូទុយហ្គាល់បាទក្រុមតែពីរនេះអាចថាជួបគ្នាលើនេះដូចវគ្គដាច់ព្រាត់ហ្នឹងមកដល់វគ្គ16ក្រុមមកជួបគ្នាបាទវគ្គនេះបាទអញ្ចឹងសម្រាប់ក្រុមជម្រើសជាតិអេស្ប៉ាញនិងប៉ូទុយហ្គាល់បងប្អូនអាចថាបងប្អូនខ្លះប្រកាសចង់ដឹងដែរអេស្ប៉ាញប៉ះក្រុមណាខ្លះជួបក្រុមណាខ្លះហេតុអីបានមកត្រូវជួបប៉ូទុយហ្គាល់នៅពេលនេះហើយប៉ូទុយហ្គាល់ដូចនេះដែរប៉ូទុយហ្គាល់ប្រកួតបាទវគ្គជម្រុំនំពូវគ្គ32ក្រុមជួបក្រុមណាខ្លះបានមកជួបគ្នាវគ្គ16ក្រុមនេះបាទអញ្ចឹងសុទ្ធស្វែងណាបងប្អូនណាបាទទាំងពីរគូនេះនឹងត្រូវជួបគ្នានៅថ្ងៃអង្គារបាទម៉ោង2ព្រឹកបាទថ្ងៃអង្គារម៉ោង2ព្រឹកថ្ងៃ7បាទគឺជាជំនួបនៃការជួបគ្នាដ៏ធំបាទរវាងក្រុមជម្រើសជាតិបាទប៉ូទុយហ្គាល់និងអេស្ប៉ាញបាទសម្រាប់ការប្រកួតនេះរវាងក្រុមទាំងពីរនេះគឺបើយើងមើលអំពីទីលាននៃការប្រកួតគឺនៅឯ TNT បាទ Stadium បាទ AT&T Stadium នៅទីក្រុង Arlington បាទនៃប្រទេសសហរដ្ឋអាមេរិកប៉ូទុយហ្គាល់បច្ចុប្បន្ននេះគឺល្អបាទប៉ូទុយហ្គាល់គឺជាក្រុមដែលកំពុងនៅចំណាត់ថ្នាក់ FIFA Ranking លេខ5ដែលឡែកអេស្ប៉ាញនៅពីក្រោមអាសង់ទីនបាទអេស្ប៉ាញនៅចំណាត់ថ្នាក់លេខ2បាទអញ្ចឹងការប្រកួតនេះគឺទីភ្លឺបងប្អូនបាទថ្ងៃអង្គារម៉ោង2បាទថ្ងៃច័ន្ទចូលថ្ងៃអង្គារម៉ោងនៅកម្ពុជារបស់យើងបាទអញ្ញាកដាលបាទការសេចក្តីការប្រកួតបាទសម្រាប់ការប្រកួតនេះអាចថារៀងលំបាកទៅតាមតឹងទីប៉ុន្តែមិនទាន់ចេញមកទេតើក្រុមពីរនេះមានអញ្ញាកដាលរូបណាណាបាទតែមើលបញ្ជាក់ជូនបងប្អូនដែលគីឡូថាមានអញ្ញាកដាលចេញនៅទេបាទអត់ទាន់មានទេបាទសម្រាប់ព័ត៌មានបាទការប្រកួតសម្រាប់ក្រុមទាំងពីរបាទសម្រាប់ក្រុមជម្រើសជាតិប៉ូទុយហ្គាល់អាចថាយើងរាប់តាមពីវគ្គជម្រុះនំពូចុះឲ្យបងប្អូនបានដឹងបន្តិចប៉ូទុយហ្គាល់គេនៅក្នុងពូល K កៅឆាយមកប៉ះមួយកុងហ្គោស្មើកុងហ្គោ1-1បាទប៉ូទុយហ្គាល់បង្កើតភាពភ្ញាក់ផ្អើលបាទដោយស្មើជាមួយនឹងក្រុមដែលឡើងមកលេងនៅក្នុង FIFA World Cup បាទប្រទេសទូចទេបាទកុងហ្គោនេះគឺមកពីទ្វីបអាហ្វ្រិកហើយស្មើដល់ពេលមកប៉ះអាស៊ីរបស់យើងអូបេគីស្ថានអត់អាណិតអូបេគីស្ថាននេះទៅលុបអូបេគីស្ថាននេះ5-0ណាទៅ5-0ដល់ពេលប្រកួតក្នុងពូលបាទក្នុងពូល K គេប៉ះកូឡុំប៊ីចុងក្រោយគេស្មើមួយកូឡុំប៊ីគេដឹកដៃកូឡុំប៊ីឡើងតែម្ដងបាទអញ្ចឹងស្មើមួយកូឡុំប៊ីហ្នឹងគឺដល់លទ្ធផល0-0ទេបាទអញ្ចឹងឥឡូវនេះកូឡុំប៊ីក៏ឡើងមកដែរបាទកូឡុំប៊ីបន្ទាប់ពីឈ្នះបាទការប្រកួតកាលពីព្រឹកថ្ងៃសៅរ៍បាទក៏បាទស៊ីតែ1-0នេះបាទកូឡុំប៊ីហូបតែ1-0ឡើងមកបណ្ដោយបាទដល់ពេលប៉ូទុយហ្គាល់ឆ្លងផុតវគ្គជម្រុះក្នុងពូលប៉ូទុយហ្គាល់គេឡើងមកវគ្គ32ក្រុមគេមកប៉ះក្រូអាតបាទការប្រកួតនេះគឺមានភាពចម្រាញ់ចម្រុះតានតឹងមានតាមពីឆែក VAR ប៉ះសក់មានតាមពីបាល់ offside មានតាមពីថែមម៉ោងលឹះបាទថែម10នាទីឡើងដល់10នាទីជាងបាទការប្រកួតនេះចម្រុងចម្រាស់បាទនិយាយពីថាអញ៉ៃពេញហ្នឹងបាទការប្រកួតមានអ្នកគ្រប់គ្រងប៉ូទុយហ្គាល់ខ្លះយំផងអីផងអ្នកគ្រប់គ្រងក្រូអាតក៏យំផងអីផងនិយាយពីថាគូទាំងពីរនេះលេងនិយាយពីស្មុគស្មាញបាទប៉ូទុយហ្គាល់ជាមួយនឹងក្រូអាតតែចុងក្រោយដល់ប៉ូទុយហ្គាល់គេអាចយកឈ្នះក្រូអាតដោយលទ្ធផល2-1បាទអញ្ចឹងក្រោយពីឈ្នះក្រូអាតមកណាមកជួបបាទក្រុមយក្សនៅឯអឺរ៉ុបបាទគឺអេស្ប៉ាញមកតង់ទៀតហើយបាទសម្រាប់ការប្រកួតនៅយប់ថ្ងៃច័ន្ទចូលថ្ងៃអង្គារថ្ងៃទី7ម៉ោង2បងប្អូនណាបាទប៉ូទុយហ្គាល់ទៅប៉ះអេស្ប៉ាញអញ្ចឹងនៅក្នុងពូល K បើយើងមើលទៅមិនមែនថាប៉ូទុយហ្គាល់គេឈរនៅលើកំពូលតារាងទីបងប្អូនច្រឡំក្រុមដែលនៅបាតតារាងអូបេគីស្ថាន3ប្រកួតអត់មានឈ្នះក្រុមណាសោះចាញ់ទាំង3ប្រកួតកុងហ្គោក្រុមដែលឡើងមកល្អដែរបើឡើងមកប៉ះអង់គ្លេសខ្ពាករបស់អង់គ្លេសព្រោះថាគេលេខ3ល្អបំផុតបាទកុងហ្គោមាន4បន្ទុកប៉ូទុយហ្គាល់មាន5បន្ទុកនៅលេខ2កូឡុំប៊ីទេដែលជាក្រុមដែលអត់ចាញ់ទេនៅក្នុងពូលជម្រុះនៅក្នុងពូលស្មើប៉ូទុយហ្គាល់កូឡុំប៊ីឈ្នះកុងហ្គោនិងកូឡុំប៊ីឈ្នះអូបេគីស្ថានបាទអញ្ចឹងយើងមកមើលអេស្ប៉ាញវិញតើអេស្ប៉ាញបាទគេមុននឹងឡើងមកដល់វគ្គនេះអេស្ប៉ាញនៅក្នុងពូលណាហើយអេស្ប៉ាញឈ្នះក្រុមណាខ្លះហើយអេស្ប៉ាញធ្វើបានល្អគេខ្លះអេស្ប៉ាញគេនៅក្នុងពូល H បាទបងប្អូនបាទអេស្ប៉ាញឈរនៅបាទអាចថាក្រុមដែលឈរនៅចំណាត់ថ្នាក់លេខ1ពូល H ហើយដែលក្រុមជម្រើសជាតិអេស្ប៉ាញគេមាន3ប្រកួតនៅក្នុងពូលគេប៉ះបាទកាប់វែណាប៉ះ Cape Verde អត់ធ្វើអី Cape Verde បានបាទដូចប៉ូទុយហ្គាល់ប៉ះមួយកុងហ្គោអញ្ចឹងបាទអាចធ្វើឲ្យកុងហ្គោបានអញ្ចឹងអេស្ប៉ាញគេប៉ះជាមួយនឹង Cape Verde 0-0ដល់ Cape Verde ទុបឡើងចង់លៀនហ្នឹងបាទឡើងចង់លៀនលីមុខហ្នឹងអាណិត Cape Verde ដែរ
បាទចឹងកីឡាករ Cape Verde ពេលនេះគេចាប់មានការចាប់អារម្មណ៍បាទចាប់អារម្មណ៍ខ្លាំងដល់ពេលប្រកួតទី2ណែអេស្ប៉ាញអត់ខុសពីប៉ូទុយហ្គាល់ទេមកហូបអារ៉ាប៊ីសាអូឌីត 4-0 បាទដល់ពេលប៉ូទុយហ្គាល់គេទៅហូបបាទអូប៊ីគីស្ថាន 5-0 អញ្ចឹងក្រុមអឺរ៉ុបទាំងពីរនេះឲ្យទៅប៉ាអាស៊ីដូចគុំអាស៊ីតែហ្មងបាទប៉ូទុយហ្គាល់ឈ្នះអូប៊ីគីស្ថាន 5-0 ជើងប្រកួតទី2អេស្ប៉ាញប៉ះជាមួយនឹងអារ៉ាប៊ីសាអូឌីតហូបអារ៉ាប៊ីសាអូឌីត 4-0 ដែរណែដល់ពេលអេស្ប៉ាញមកប៉ះអ៊ុយរ៉ាហ្គាយបាទកាលនោះដោយសារអ៊ុយរ៉ាហ្គាយកាតក្រហមទេណាអេស្ប៉ាញឈ្នះអ៊ុយរ៉ាហ្គាយតែមកគ្រាប់ទេបាទ 1-0 អញ្ចឹងអេស្ប៉ាញគេឈរនៅចំណាត់ថ្នាក់លេខ1បាទគេឡើងមកជួបអូទ្រីសនៅប៉ះក្រុមនៅអឺរ៉ុបបាទគិតថាខ្ញុំគិតថាប្រហែលជាមិនហូបអូទ្រីសច្រើនទេបាទអេស្ប៉ាញប៉ុន្តែបាយជាអេស្ប៉ាញនេះទៅលុតអូទ្រីស 3-0 មុននឹងមកជួបប៉ូទុយហ្គាល់នៅការប្រកួតនេះបាទនៅការប្រកួតនេះអញ្ចឹងមានន័យថាក្រុមទាំងពីរនេះឆ្លងកាត់ការប្រកួតកន្លងទៅមានស្មើមានឈ្នះដូចគ្នាបាទមានស្មើមានឈ្នះដូចគ្នាអញ្ចឹងសម្រាប់ក្រុមជម្រើសជាតិអេស្ប៉ាញគេនៅក្នុង Pool A គេឡើងមកតែជាមួយ Cape Verde ទេបាទធ្វើបាបជាងគេនោះធ្វើបាបអ៊ុយរ៉ាហ្គាយដោយសារអ៊ុយរ៉ាហ្គាយគេលេខ3ប៉ុន្តែអត់បានលេខ3ល្អបំផុតដោយសារអ៊ុយរ៉ាហ្គាយនេះមានតែ2បន្ទុំទៅជួយមិនកើតបាទអញ្ចឹងធ្លាក់អ៊ុយរ៉ាហ្គាយជាមួយនឹងអារ៉ាប៊ីសាអូឌីតឡើង Cape Verde ជាមួយនឹងអេស្ប៉ាញប៉ុន្តែឥឡូវនេះ Cape Verde បើត្រូវធ្លាក់ជាមួយនឹងអាសង់ទីនទម្លាក់ Cape Verde បាទអូ Cape Verde ប៉ះជាមួយអាសង់ទីនចង់ហ្គេមងាមដែរណាបាទចង់ពិបាកដែរបាទអញ្ចឹងយើងមកមើលអំពីសមត្ថភាពកីឡាកររបស់ក្រុមជម្រើសជាតិទាំងពីរណែបងប្អូនហើយបើសិនខ្ញុំរាប់ពីខាងក្រោយក្នុងខ្ញុំមុនណាប៉ូទុយហ្គាល់ទៅមុនចុះបាទក្រុមជម្រើសជាតិប៉ូទុយហ្គាល់បច្ចុប្បន្នមានកីឡាករល្អកីឡាករសំខាន់និងកីឡាករដែលកំពុងតែលេងនៅទ្វីបអឺរ៉ុបច្រើនបាទបើធៀបជាមួយនឹងក្រុមជម្រើសជាតិអេស្ប៉ាញក៏មិនខុសគ្នាប្រហែលដែរបាទនិយាយទៅគូនេះលេងទៅនិយាយទៅស្មោះត្រង់បងប្អូនដូចរៀលម៉ាឌ្រីតប៉ះបាសេឡូណាអញ្ចឹងបាទបងប្អូនគិតចឹងហ៎បងប្អូនបាទឥឡូវយើងមកមើលក្រុមជម្រើសជាតិបាទប៉ូទុយហ្គាល់បាទមើលជម្រើសជាតិប៉ូទុយហ្គាល់មុនណាប៉ូទុយហ្គាល់មានអ្នកចាំទី Diego Costa បាទ Costa អ្នកចាំទីនៅប៉ូតូដល់ពេលកង់សាឡូលេងនៅអារ៉ាប៊ីសាអូឌីតទេបាទដល់ពេល Ruben Dias បាទខ្សែការពាររបស់ប៉ូទុយហ្គាល់លេងនៅ Manchester City Viga របស់ Villarreal និង Nuno Mendes របស់ Paris Saint-Germain និងខ្សែបម្រើ Ruben Neves បាទ Ruben Neves នេះបច្ចុប្បន្នកំពុងតែលេងនៅ Al Hilal បាទជាមួយនឹងចៅកង់សាឡូដែរបាទខ្សែបម្រើការពារជាមួយនឹង Vitinha ដែលជាខ្សែបម្រើបាទកំពុងតែលេងនៅឯ Paris Saint-Germain បាទខ្សែបម្រើប្រយុទ្ធ3រូបរបស់ប៉ូទុយហ្គាល់នេះនិយាយថាមាន Rafael Leao មាន Bruno Fernandes និង Pedro Neto បាទបច្ចុប្បន្នលេងនៅ Tokyo Chelsea Bruno Fernandes បាច់ប្រាប់ទេបងស្គាល់ហើយបាទលេងនៅ Man U ហើយនឹង Rafael Leao លេងនៅ AC Milan និងខ្សែប្រយុទ្ធបាទនេះហើយបាទកីឡាករបាទឥឡូវនេះពូដូអាចថានៅតែរកគ្រាប់បាល់បានក្រោយពីប៉ះជាមួយនឹងក្រូអាតគាត់ស៊ុបពេលឡើងទីបានមកគ្រាប់ដែរបាទអញ្ចឹងពូដូក៏អាចនឹងបង្ហាញវត្តមានដែរបាទក្រោមការដឹកនាំបាទប៉ូទុយហ្គាល់គឺដោយលោក Roberto Martinez យើងទៅមើលអេស្ប៉ាញវិញបាទអេស្ប៉ាញនេះមានអ្នកចាំទីណា Simon បាទ Simon Unai Simon នេះលេងនៅឯ Athletic Club បាទឬក៏បងប្អូនហៅ Bilbao ណាពីមុនណាបាទតែឥឡូវ Athletic Club បាទ Unai Simon មាន Pedro Porro បាទរបស់ Spurs មាន Kubazi បាទ Kubazi របស់ Barcelona មាន Laporte របស់ Athletic Club ហើយនិង Marco Kurla ឥឡូវនេះទៅចូលរួមជាមួយនឹង Real Madrid ហើយបាទអញ្ចឹងគេក៏ជាកីឡាកររបស់ Real Madrid ដែរRodri បាទ Rodri កីឡាកររបស់ Manchester City Pedri របស់ Barcelona Baena របស់ Ate ហើយនឹងមាន Olmo ជាមួយនឹង Yamal បាទកីឡាកររបស់ Barcelona នឹងប្រយុទ្ធនៅកីឡាគឺ Oyarzabal នេះបងប្អូនមិនសូវចាប់អារម្មណ៍គាត់ប៉ុន្តែការប្រកួតមុនក៏សុទ្ធចូលបាន2គ្រាប់Oyarzabal ខ្សែប្រយុទ្ធរបស់ Real Sociedad តែសើបាទគ្រូបង្វឹករបស់អេស្ប៉ាញលោក Luis de la Fuente នេះសម្លឹងឃើញ Oyarzabal ជាកីឡាករខ្សែប្រយុទ្ធប្រអប់ឲ្យមុតស្រួយនេះបាទ Oyarzabal បងប្អូនបាទធ្វើបានល្អមែនទែនការប៉ះជាមួយនឹងអូទ្រីសក៏សុទ្ធចូលបាន2គ្រាប់បាទអញ្ចឹងកីឡាករនេះគឺថាជាកីឡាករដែលជាទីចាប់អារម្មណ៍ហើយរបស់ប្រិមិត្តនៅពេលបច្ចុប្បន្នអញ្ចឹងបងប្អូនប៉ូទុយហ្គាល់និងអេស្ប៉ាញបើយើងនិយាយពីសាច់ដុំប្រហែលគ្នាទេបាទក្រុមតែពីរនេះក៏តម្លាក់បាទក្រុមដែលធំដូចគ្នាគ្រាន់តែថាអេស្ប៉ាញគេតម្លាក់អូទ្រីសហើយនិងប៉ូទុយហ្គាល់គេតម្លាក់ក្រូអាតបាទតែប៉ុណ្្នឹងឯងអញ្ចឹងក្រុមទាំងពីរនេះក្រុមណានឹងឡើងបើសិនបាទក្រុមណាឡើងគឺនឹងត្រូវចាំបាទអាមេរិកនិងប៊ែលស៊ិកអញ្ចឹងឧទាហរណ៍ទៅណាប៉ូទុយហ្គាល់ឡើងឬក៏អេស្ប៉ាញឡើង
បើ basic ឡើងអឺរ៉ុបអារ៉ុបទៀតបាទប៉ុន្តែបើសិនបើប៉ូទុយហ្គាល់ឡើងអេស្ប៉ាញឡើងអាមេរិកឡើងអញ្ចឹងមានន័យថា FIF អាមេរិកបាទខាងជើងទៅប៉ះជាមួយនឹងបាទអឺរ៉ុបហើយបាទអញ្ចឹងមានន័យថាចាំអ៊ុតសិនបាទចាំអ៊ុតសិនគូនេះបងប្អូនគូនេះបើយើងមើលទៅសម្រាប់ក្រុមទាំងពីរបាទធ្លាប់ជួបគ្នាអូបាទធ្លាប់ជួបគ្នាច្រើនលើកហើយបាទអឺរ៉ុបប៉ះអឺរ៉ុបប្រទេសប៉ូទុយហ្គាល់មកអេស្ប៉ាញនេះប៉ុន្តែបើយើងនិយាយពី10ប្រកួតចុងក្រោយបាទក្រុមទាំងពីរនេះល្អណាស់ឈ្នះ3ចាញ់3និងស្មើ4ណាស្មើគ្នាពេញសាច់តែម្ដងប៉ូទុយហ្គាល់ឈ្នះបាន3ដងអេស្ប៉ាញឈ្នះបាន3ដងនិងគេស្មើគ្នាបាន4ដងដែរប៉ុន្តែបើយើងទៅមើលការប្រកួតចុងក្រោយនៅក្នុងព្រឹត្តិការណ៍ដ៏ធំមួយនៅឯតំបន់អឺរ៉ុបបាទគឺ UEFA Nation League វគ្គផ្ដាច់ព្រាត់បាទ UEFA Nation League វគ្គផ្ដាច់ព្រាត់គឺប៉ូទុយហ្គាល់ជាម្ចាស់ដែរគ្រងជើងឯកបាទដោយសារប៉ូទុយហ្គាល់គេផ្ទាត់បាល់ penalty បាទឈ្នះអេស្ប៉ាញគ្រងជើងឯកពីរង្វាន់លំដាប់ទី2នៅឯអឺរ៉ុបគឺ UEFA Nation League វគ្គផ្ដាច់ព្រាត់កាលពីឆ្នាំ2025បាទអញ្ចឹងជំនួសនៃការជួបគ្នារវាងក្រុមទាំងពីរនេះបងប្អូនហើយបាទនិយាយមែនតែនទៅក្រុមទាំងពីរនេះអាចលេងចូលដល់វគ្គថែមម៉ោងតាមខ្ញុំគិតណាបាទអាចលេងដល់វគ្គថែមម៉ោងហើយក្រុមដែលអាចនឹងឡើងទៅជុំបន្តខ្ញុំគិតថាភាគរយ49 51 51ទៅខាងណាចេះ49នឹងអេស្ប៉ាញ51ប៉ូទុយហ្គាល់អូបាទសុំលើសបន្តិចបានទេបងណាបាទក៏បកកាយប្រកាន់ជំនិតអ្នកគ្រប់គ្រងរបស់អេស្ប៉ាញហើយជំនិតអ្នកគ្រប់គ្រងរបស់យ៉ាម៉ាល់អ្នកគ្រប់គ្រងរបស់មេស៊ីដែលខ្ញុំគិតថាប៉ូទុយហ្គាល់អាចនឹងឡើងទៅជុំបន្ទាប់តែលេងរហូតដល់វគ្គថែមម៉ោងបាទចឹងសុំ49 51បានភាគរយប៉ូទុយហ្គាល់ឡើងតោះទៅការខ្ញុំមែនតើទៅគោរពបាទសម្រាប់ក្រុមទាំងពីរណាបាទខ្លាញ់ដូចគ្នាទេជាអារម្មណ៍មកគឺថាខ្ញុំពាក់អាវប៉ូទុយហ្គាល់ប្រកាសជាគ្រប់គ្រងប៉ូទុយហ្គាល់ហើយបាទនិយាយពីអារម្មណ៍ទទួលស្គាល់ថាគ្រប់គ្រងហើយនឹងស្រឡាញ់ប៉ូទុយហ្គាល់ប៉ុន្តែក៏អាចនិយាយបានថាគោរពទៅលើអេស្ប៉ាញដែរព្រោះអេស្ប៉ាញក៏ល្អខ្លាំងដែរប៉ុន្តែបើដូចបងលវិតជំរាបជូនមកប្រិមិត្តមុននេះអញ្ចឹងគឺថាសម្រាប់ប្រវត្តិនៅក្នុងការធ្លាប់ជួបគ្នាអត់តន់លើសលុះគ្នាណាអត់តន់លើសទេបាទគឺនិយាយទៅ10ចុងក្រោយបាន10ចុងក្រោយគឺស្មើគ្នាតែម្ដងបាទឈ្នះ3ដូចគ្នាស្មើ4ដូចគ្នាប៉ុន្តែការប្រកួតដែលគេជួបគ្នានៅក្នុងពាក្យ Favorite Prod បាទ UEFA Nation League នោះគឺប៉ូទុយហ្គាល់ជាអ្នកយកឈ្នះទៅលើអេស្ប៉ាញអញ្ចឹងយ៉ាងណាខ្ញុំគិតថានិយាយពីតាក់ទិចទម្រង់លេងក្រុមទាំងពីរខ្ញុំជឿជាក់ថាអេស្ប៉ាញប្រកាសជាគ្រប់គ្រងបាល់បានច្រើនជាងហើយប៉ូទុយហ្គាល់នឹងព្យាយាមនៅក្នុងការ counter attack ទៅវិញប៉ុន្តែបងប្អូនត្រូវចាំថាសម្រាប់ប៉ូទុយហ្គាល់ប្រព័ន្ធការពាររបស់គាត់ល្អជាពិសេស Nuno Mendes ចាប់ជាមួយនឹងយ៉ាម៉ាល់ជាប់ហើយបាទហើយគេថា Ruben Dias ជាមួយនឹង Renato Vega ចាប់អូយ៉ាសាបាល់ទៅបាទហើយកីឡាករផ្សេងទៀតអាចចាប់តាមរោអញ្ចឹងទៅអញ្ចឹងប្រព័ន្ធការពារខែរបស់ការពាររបស់ប៉ូទុយហ្គាល់ប្រកាសជារឹងជាងហើយបើសិនជា counter attack បាទខ្ញុំគិតថាបើពេលប្រកួតនេះខ្ញុំជាអារម្មណ៍របស់ខ្ញុំចង់ឲ្យពូដូលេងតែមួយតង់បានបាទអាចនិយាយថាតង់ទី1ឬក៏ដូរចូលសម្រាប់តង់ទី2បានបាទអត់ទុកអត់ចង់ថាមិនមែនថាអត់ចង់គាត់លេងចង់ឃើញគាត់លេងប៉ុន្តែបើសិនតែចង់ឲ្យប៉ូទុយហ្គាល់ឈ្នះគឺប្រទេសភាគច្រើនគឺថាសូមឲ្យពូដូលេងត្រឹមតែតង់ទី1ឬក៏ដូរចូលសម្រាប់តង់ទី2បានហើយទុកឲ្យកីឡាករដូចជា Gonzalo Ramos ខ្ញុំចាប់អារម្មណ៍ការប្រកួតរបស់គាត់ Ramos ហ្នឹងគឺធ្វើបានល្អមែនទែនអញ្ចឹងប្រកាសណាថាចៅ Felix ឬក៏ Pedro Neto ឬក៏បាទ Gonzalo Ramos ប្រកាសជាអាចរកគ្រាប់បាល់តាមរយៈក្បួន counter attack អញ្ចឹងសរុបសេចក្តីមកវិញខ្ញុំនៅតែគិតដូចបងនិវិតដូចគ្នាបាទអាចនិយាយថាប៉ូទុយហ្គាល់អាចមានភាគរយ51%បាទហើយចំណែកឯអេស្ប៉ាញមាន49%អញ្ចឹងបងប្អូនអ្នកគ្រប់គ្រងអេស្ប៉ាញកុំថាថាវ៉ាន់នេះគ្រាន់តែជាការយល់ឃើញរបស់យើងខ្ញុំទាំងពីរអ្នកទេហើយជាអារម្មណ៍ក៏ដូចជាការដែលយើងមើលទៅលើប្រវត្តិបាទជាក់ស្ដែងថាក្រុមទាំងពីរការប្រកួត10ប្រកួតចុងក្រោយគឺស្មើគ្នាល្អហើយប៉ុន្តែការប្រកួតបែបដាច់ព្រាត់គឺប៉ូទុយហ្គាល់យកឈ្នះទៅលើអេស្ប៉ាញនៅក្នុងវគ្គពេលណាល់ទីអញ្ចឹងការប្រកួតនេះប្រកាសជា overline បាទ overline ស្រួលថែម15នាទី2ដងអាចនឹងឈានចូលវគ្គគេថាកាសេករីពេលណាទីទៀតរួមជួប្រវត្តិសាស្ត្រអាចចំដែរត្រង់ថាប៉ូទុយហ្គាល់អាចយកឈ្នះទៅលើអេស្ប៉ាញនៅក្នុងវគ្គពេលណាល់ទីនឹងតែម្ដងខ្ញុំជាប់ពីសុខាបើបញ្ជាក់ជូនបងប្អូនបាញ់មិញថាបើពូដូលេងអត់បានពេញតង់ល្អបើលេងពេញតង់អាចថាមិនស្រួលប្រយ័ត្នប្រយែងប៉ុន្តែលោកបាទ Roberto Martinez លោកសម្ពាធទេណាបាទបើសិនបើការប្រកួតគាត់ដាក់ពូដូលេងការប្រកួតនឹងចាញ់សម្ពាធហ្មងសម្ពាធពីអ្នកគ្រប់គ្រងប៉ុន្តែបើគាត់ដាក់ពូដូលេង90នាទីលេងដល់ចប់ការប្រកួតហើយការប្រកួតនឹងចាញ់ទៀតរឹតតែសម្ពាធអញ្ចឹងដាក់លេងក៏សម្ពាធអត់ដាក់លេងក៏សម្ពាធ
ណាអញ្ចឹងមានតែសារ៉េសារងលេងបាយ70 80នាទីទៅដូរទៅបានហើយវាអញ្ចឹងបាទអញ្ចឹងដូចសខាលើកឡើងទៀតពូដូបើលេងពេញតង់បើឈ្នះអត់អីទេតែបើពូដូលេងពេញតង់ហើយអត់ឈ្នះគឺលោករ៉ូបូតូម៉ារ៉ាទីនេះហ្នឹងគឺត្រូវជារ៉ាដារបស់អ្នកគ្រប់គ្រងរបស់ប៉ូទុយហ្គាល់ហើយជាស្ដែងមុនវិទ្យដោយការប្រកួតនេះពេលដែលប៉ូទុយហ្គាល់ប៉ះជាមួយនឹងក្រូអាននេះបាទការប្រកួតហ្នឹងដូចជានាទីចិត្តជាងចូលប៉ែតហើយដែលរ៉ូណាល់ដូដែលត្រូវផ្លាស់ប្ដូរចេញប៉ុន្តែយើងឃើញថាប៊ូដូគាត់ហាក់ដូចជាអារម្មណ៍របស់គាត់អត់ទាន់ស្ងប់ទៀតអត់ទាន់ថាគ្រប់គ្រាន់នៅក្នុងការលេងទេប៉ុន្តែយ៉ាងណាបាទបានកុនសាឡូរ៉ាម៉ូសនេះទេដែលជាអ្នកជួយឲ្យប៉ូទុយហ្គាល់នេះក៏ដូចជាពូដូនេះឯងមកគ្រាប់របស់គាត់នៅក្នុងការសុទ្ធពេលនាទីច្បាស់ទទួលស្គាល់ថាគាត់នៅពេលនាទីច្បាស់បាទអញ្ចឹងអញនិយាយបានថារឿងខ្លះបាទសម្រាប់ក្រុមជម្រើសជាតិយើងត្រូវគិតជាធំហើយព្រោះកាលណាប៉ូទុយហ្គាល់មានឱកាសនៅក្នុងការឡើងទៅពូដូគាត់នៅតែមានឱកាសនៅក្នុងការបង្ហាញខ្លួនតទៅទៀតតើបើសិនជាគាត់អស់ត្រឹមវគ្គនេះគឺគាត់លែងមានឱកាសនៅក្នុងការលេងទៀតហើយអញ្ចឹងបងប្អូនទៅបើកចិត្តថាខ្ញុំស្ទង់ស្ទាបមើលថាអ្នកគ្រប់គ្រងរបស់ប៉ូទុយហ្គាល់ណាពីច្រើនគាត់ផ្ដល់យោបល់បែបហ្នឹងថាពូដូគាត់គោរពលើការលេងប៉ុន្តែចង់ឲ្យគាត់លេងតែមិនមកពេញតង់ទេមិនមក90នាទីទេមានន័យថាសុំត្រឹមតែវគ្គមកតង់ទី1ឬក៏ដូរចូលឬក៏ដោយបងវិទ្យលើកឡើង60ប៉ុណ្្នឹងបានណាបាទទុកឲ្យកុនសាឡូរ៉ាម៉ូសជាអ្នកសម្លាប់អរគុណបងប្អូន